សូមកុំយកតម្រាប់តាមខ្ញុំឯងចូលមកមិនបានឯងមកធ្វើអីខ្ញុំបាទយីធានចង់រកនារីម្នាក់ពិនិត្យមើលតើខ្ញុំអាចប៉ះឈាមទេវតារបស់អ្នកបានទេគឺសុដនរបស់ឯងចាប់វាទៅអាស្វាគមន៍កុំប៉ះខ្ញុំមកហើយលោកលីនដឹងហើយថាណាត់ជួបលោកខ្ញុំបានរៀបចំជាពិសេសស្រាលល្អលូហៅខ្ញុំប្រាប់ឯងហើយថាយើងមិនអាចទៅរួចទេបើមិនមែនជាការទាមទារបង្ខំរបស់អ្នកខ្ញុំមិនមកទេខ្ញុំយល់ពីចិត្តណាលោកលីនហើយបើដូច្នោះខ្ញុំក៏មិនរំខានទៀតទេមកចោះចាត់ទុកថាជាអាហារចុងក្រោយរបស់យើងទៅបងស្រីស្រាពិតជាគិតថាខ្ញុំលែងយប់នេះអញនឹងធ្វើឲ្យឯងជាគូស្នេហ៍របស់អញបដិសេធអញម្ដងហើយម្ដងទៀតឯងពិតជាគិតថាឯងជាអ្នកណាគេអញនឹងលេងជាមួយឯងក្រោយពីឯងបាត់បង់ព្រំចារីរបស់ឯងហើយអញនឹងធ្វើឲ្យឯងខូចឈ្មោះឯងថោកទាបជួយផងជួយលោកក្នុងលោកនេះមិនក៏មានមនុស្សថោកទាបដូចឯងទៅកើតខ្ញុំពិតជាទ្រាំលែងបានហើយឯងជាអ្នកណាចេញទៅឆាប់ចេញឲ្យឆ្ងាយទៅឯងធ្វើឲ្យខូចការល្អរបស់ឯងដឹងទេថាឯងជាអ្នកណាឯងនឹងធ្វើឲ្យឯងរស់ដូចស្លាប់ពិតជាទូខ្លួនទារកព្យួរមែនសំបីដៃខ្ញុំក៏រឹងមាំទៅហើយតែដើម្បីធានាប្រសិទ្ធភាពចាំបន្តិចទៀតទៅអីយ៉ាក្មេងស្រីល្ងងបើឯងមិនរៀបការជាមួយលូសាងខ្ញុំនឹងកាត់លុយឯងលោកយាយខ្ញុំមិនអាចរៀបការជាមួយលូហៅបានទេនាងកញ្ញាខ្ញុំមានសំណូមពរមិនសមរម្យមួយធ្វើអីខ្ញុំកំពុងតែងតាមមេបេសាចកំណាចម្នាក់តែធម្មពលខ្ញុំមិនគ្រប់គ្រាន់ទេខ្ញុំត្រូវរួមភេទជាមួយនាងកញ្ញាបន្តិចយ៉ាងម៉េចដែរនិយាយអញ្ចឹងឯងក៏ជាមនុស្សពៀរមែនអូនាងកញ្ញាដឹងសញ្ញានេះដែរល្អណាស់ឲ្យតែនាងព្រមជួយខ្ញុំលក្ខខណ្ឌអ្វីក៏បានដែរម៉េចថោកទាបមិនអាចទេល្អមុនកុំនិយាយឯងនៅចង់បានលុយទៀតហេយ៉ានឯងផន់ច្រឡំហើយលោកលូទៅតែនិយាយថាឲ្យតែឯងព្រមតាមខ្ញុំមួយរឿងឲ្យតែឯងព្រមទៅវិញជាមួយគាត់គ្រួសារលូពីពេលនេះពួកគេនឹងមិនត្រឹមតែមិនធ្វើបាបយើងថែមទាំងវិនិយោគ50លានឲ្យយើងទៀតយានខ្ញុំដឹងឯងចិត្តណាធ្វើឲ្យខ្ញុំខឹងតែឯងមិនបាច់រកអ្នកក្របបែបនេះទេលោកយាយលីនកុំឲ្យក្មេងនេះបោកទីក្រុងជាងណានឯងធ្លាប់ឮអ្នកត្រកូលយីល្បីឈ្មោះទេជាងណានជាអ្នកបោកប្រាស់លូហៅយីធានជាសង្សារខ្ញុំនិយាយឲ្យគោរពបន្តិចខ្ញុំស្រឡាញ់យីធានពួកឯងកុំខ្ញុំទេស្រីកំណាចឯងហ៊ាននៅចំពោះមុខលេងសើចនឹងខ្ញុំចិត្តល្អពេកហើយជាមួយគ្រូសាលីនពេកហើយលោកយាយលីនអ្វីដែលឯងនិយាយមុននេះត្រូវលុបចោលទាំងអស់ឥឡូវនេះខ្ញុំចង់ឲ្យគេបម្រើខ្ញុំនឹងឲ្យពួកឯងមើលថាគេអន់បណ្ណារឿងនេះចប់50លាននឹងចូលកានីគ្រូសាលីនផ្ទាល់ឯទៀតហើយក្នុងគ្រូសាលីនខ្ញុំមិនចង់ឃើញអ្នកក្រនេះទៀតទេនេះពិតមែនឬគ្រូសាលូនៅបោកឯងទៀតទៅបាត់ទៅពេលខ្ញុំលេងចប់ឯងចូលមកជូនពរលោកម្ចាស់លូលេងសប្បាយខ្ញុំបិទប្រុសឯងចេញទៅហើយល្អដែរហើយខ្ញុំក៏មិនបានគិតនឹងធ្វើអីជាមួយស្រីផ្កាំលិះនេះទេថ្ងៃនេះខ្ញុំនឹងបង្ហាញឯងនៅមុខឯងថាខ្ញុំធ្វើបាបវាយ៉ាងម៉េចមកចាប់ពួកវាទាំងពីរខ្ញុំពិតជាមិនចង់ធ្វើបាបខ្ញុំទេខ្ញុំខ្លាចណាស់ណែក្មេងឯងដឹងអត់ថាខ្ញុំជានរណាឪពុកខ្ញុំជាប្រធានក្រុមហ៊ុនលូប្រធានបើខ្ញុំចង់សម្លាប់ឯងវាមិនពិបាកបន្តិចសោះឡើយចុះឯងដឹងអត់ថាខ្ញុំជានរណាឯងជានរណាឯងគ្រាន់តែជាអ្នករស់នៅផ្ទះជួលអត់ប្រយោជន៍ម្នាក់ទេតាវាជើងវាឲ្យពួកវាលុតជង្គង់មើលខ្ញុំលេងយ៉ាងម៉េចសានឡាងឯងហ៊ាននៅចំពោះមុខមនុស្សច្រើនវាមុខខ្ញុំឯងចាំមើលចុះពុកលៀងជារោគមនុស្សវាខ្ញុំហើយគេថែមទាំងវាមុខខ្ញុំទៀតគេលៀងជាពិតជាហ៊ានណាស់ចាប់ពីថ្ងៃនេះទៅត្រូវបិទផ្លូវលៀងជាឯងចាំមើលចុះលៀងជាចប់ហើយឯងដឹងទេថាឯងកំពុងធ្វើអីតើយើងហ៊ានប៉ះពាល់លូជាដែរឥឡូវដោយសារតែឯងយើងបានធ្វើឲ្យលោកយាយលូជាអាអន់ចិត្តទាំងស្រុងហើយលូហៅជាមនុស្សបែបណាឯងក៏បានឃើញហើយមិនថាយើងធ្វើបែបណាទេពួកគេគ្មានចិត្តណាល្អទេឯងបិទមាត់លុយជំពាក់ខ្ញុំមិនថែមទាំងចង់ឲ្យខ្ញុំធ្វើពុតជាមិត្តប្រុសទៀតខ្ញុំបានជួយជីវិតឯងឥឡូវឯងនៅចង់ឲ្យខ្ញុំយល់ព្រមសំណុំពរឯងចេះគិតត្រឹមត្រូវអត់ខ្ញុំមិនខ្វល់ទេឯងក៏មានរឿងដែរមកសុំខ្ញុំជួយមែនទេឯងជួយខ្ញុំសិនចាំខ្ញុំជួយវិញរឿងអីស្អែកខ្ញុំត្រូវទៅចូលរួមពិធីជួបប្រជុំធុរកិច្ចលូហាវក៏នឹងទៅដែរខ្ញុំហើយយីយីទៅចូលរួមជាមួយខ្ញុំតែយើងពីរនាក់ខ្ញុំនៅតែបារម្ភឯងពូកែខ្ញុំចង់ឲ្យឯងទៅជាមួយយើងជួយឲ្យយើងក្លាហានបានហើយសម្រេចហើយគេមានរឿងអីអញ្ជើញឯងចាំលើកក្រោយប្រាប់តោះទៅនេះជាកូនអ្នកមានត្រកូលណាដែលហ៊ានឲ្យទេពធីតាទាំងពីរនៃក្រុងជាងណានទៅតាមគេជានរណាបន្តិចទៀត
នឹងមានរឿងល្អមើលហើយនៅក្រុងជាងណានអ្នកណាខ្លះមិនដឹងថាលោកលូចង់បានត្រកូលលីនខ្ញុំមិនបានទាយខុសទេត្រកូលលីនឯងនៅតែមកចង់នៅពិធីជួបប្រជុំធុរកិច្ចនេះរកដៃគូមកសង្គ្រោះត្រកូលលីនមែនទេខ្ញុំពិតជាមិនស្មានថាឯងនៅតែហ៊ានមកទៀតហាមុខឯងនៅឈឺទេស្បែកមុខក្រាស់មែនការប្រជុំស្វែងរកអ្នកវិនិយោគនេះត្រកូលលូយើងបានចេញមុខជាងគេបំផុតអ្នកទាំងអស់គ្នាដែលនៅទីនេះសុទ្ធតែមកដោយសារត្រកូលលូយើងខ្ញុំគ្រាន់តែពោលមួយឃ្លាពួកឯងនឹងមិនអាចតាក់ទាញវិនិយោគបានទេរងចាំតែស្លាប់ទៅលូហៅឯងកុំតន់អាលអួតអីពេកត្រកូលលីនខ្ញុំបានទទួលរូបមន្តសម្ងាត់មួយចេញពីភ្នំគុនលុនជ្រលងស្តេចអុស្យើងបានស្រាវជ្រាវបង្កើតអុស្សម្រស់បន្ទាប់ពីនោះនឹងបង្កើតឥទ្ធិពលដ៏ធំធេងឯងគិតទេថាមនុស្សច្រើនណាស់ដែលនៅទីនេះនឹងសុទ្ធតែមិនខ្វល់ពីផលប្រយោជន៍ស្ដាប់តែត្រកូលលូនិយាយរូបមន្តដែលឯងនិយាយនេះមិនមែនជារូបមន្តរបស់ត្រកូលលីនខ្ញុំទេមិនក៏នៅឯងទៅវិញខ្ញុំដឹងហើយប្រកាសជាឯងលួចកាលពីថ្ងៃនោះហើយឯងពិតជាថោកទាបគ្មានសិលធម៌ឯងថែមទាំងលួចរបស់ផងឯងកុំខ្វល់ថាខ្ញុំបានមកយ៉ាងម៉េចយ៉ាងណាក៏ដោយរូបមន្តនេះឥឡូវគឺនៅនឹងខ្ញុំហើយគ្រាន់តែពួកឯងទាំងពីរលុតជង្គង់សុំខ្ញុំនឹងប្រគល់រូបមន្តនេះឲ្យឯងវិញយ៉ាងម៉េចដែរស៊ីវលីរឿងនេះនៅតែខ្ញុំសុំទោសយឺតកុំប្រញាប់មិនមែនគ្រាន់តែជារូបមន្តថ្នាំទេមានអីត្រូវអួតរូបមន្តថ្នាំខ្ទេចខ្ទាំឯងមានទេមិនហ៊ាននិយាយថាល្អប៉ុណ្ណាទេតែច្បាស់ជាល្អជាងរបស់ជ្រលងស្តេចអសក្មេងពេកហើយឈួតហើយខួរក្បាលមានបញ្ហាហើយគ្រាន់តែសរសេរថ្នាំពីរមុខទៅគិតថាដូចរបស់ជ្រលងស្តេចអសធ្លេកកូដអីលោកម្ចាស់លីនិយាយត្រូវគ្រាន់តែការពីឯងនេះអួតឥតគិតមុខគិតក្រោយឯងគិតថាឯងជាអ្នកណាស្ដេចអសមកពីជ្រលងភ្នំឯងពិតជាមិនស្គាល់គេឯងសោះឯងហ៊ានឬអត់ឲ្យលោកគ្រូធំមើលរូបមន្តដ៏អស្ចារ្យរបស់ឯងលោកគ្រូធំនេះមានក្មេងដែលមិនដឹងកម្ពស់មេឃជំរៅដីម្នាក់គេថារូបមន្តរបស់គេល្អជាងរបស់ជ្រលងស្តេចអសពិតជាមិនដឹងកម្ពស់មេឃជំរៅដីសោះបើដឹងហើយនៅយកឲ្យខ្ញុំមើលទៀតចង់ឲ្យប្រឡាក់ភ្នែកខ្ញុំឬលោកគ្រូធំឲ្យនៅតែរំខានលោកមើលបន្តិចទៅដើម្បីកុំឲ្យមួយសន្ទុះក្រោយមកមានគេមិនសុខចិត្តអាឆ្កែកុំមកក្អេងក្អាងចាំមើលឯងខ្មាស់គេហើយចេញទៅរូបមន្តនេះមកពីណារូបមន្តនេះគាត់ជាអ្នកសរសេរផ្ទាល់មែនហើយគឺអាម្នាក់នោះឯងគាត់គ្រាន់តែសរសេរលេងលោកគ្រូនេះពិតជាស្នាដៃលោកមែនទេសរសេរលេងមិនក៏ពិតមែនទៅរូបមន្តនេះខ្ញុំមិនដែលឮពីមុនមកទេតែវាពិតជារូបមន្តដ៏អស្ចារ្យបំផុតលើលោកទោះបីជាថ្នាំដែលប្រើសាមញ្ញប៉ុន្តែល្អជាងថ្នាំផ្សេងទៀតទាំងអស់ក្នុងប្រភេទដូចគ្នាសូមលោកគ្រូទូខ្ញុំជាសិស្សផងលោកគ្រូតើលោកច្រឡំទេឯងចេះអីនេះជារូបមន្តរបស់លោកគ្រូសានកានវាងយ៉ានសូមលោកគ្រូទទួលខ្ញុំជាសិស្សខ្ញុំមិនអាចទទួលឯងជាសិស្សបានទេឯងមានគ្រូហើយប៉ុន្តែក្នុងពេលទំនេរខ្ញុំអាចបង្រៀនឯងបានខ្លះអរគុណលោកគ្រូខ្ញុំធានាថានឹងគ្មានទៀតទេកុំសិនមកអីគ្រាន់តែដឹងទៅចាំទុកថាមិនមែនអ្នកណាក៏ឯងអាចធ្វើបាបបានដែរបើឯងនៅសិនមកទៀតឯងនឹងគ្មានឱកាសធ្វើបាបអ្នកណាទេធ្វើបាបសុំទោសខ្ញុំខុសហើយនគរបាលសំបីតែខ្ញុំក៏មិនខ្លាចវាដែរម្នាក់នឹងពិតជាមិនធម្មតាទេគេពិតជាស្គាល់អ្នកការពារបក្សីព្រើនិងអ្នកការពារអាសូរកូនធានលាក់បាំងជ្រៅណាស់កូនធានតែខ្ញុំប្រកាសជាអាចទាញព័ត៌មានបានលើកមុនជាកំហុសលើកក្រោយនឹងជោគជ័យអូខេរឿងរ៉ាវចប់ហើយនៅទីនេះធ្វើអីខ្ញុំទៅដេកហើយលោកអាសូរអ្នកមិញនោះជានរណាមានលទ្ធផលបែបនេះគួរតែកុំសូវសួរនាំច្រើនអីបងខ្លាលោកអាសូរមិនអីទេតែអាមួយនេះវាហ៊ានមិនព្រមឯងយ៉ាងម៉េចវាជាអ្វីសួរឯងនេះរឿងអីឯងពិតជាយល់ព្រមជាមួយគេមែនល្មមទៅខ្ញុំខ្ជិលនិយាយជាមួយឯងហើយយ៉ាងណាចាប់ពីឡៅឯងមិនត្រូវនិយាយបែបនេះទៀតទេបើឯងថាដោះស្រាយផ្ទាល់គឺផ្សេងទៅរៀបចំអំណោយធំឲ្យខ្ញុំទៅមិននៅមានបញ្ហាមិនហ៊ានទេរឿងមិញគឺសុទ្ធតែយល់ច្រឡំខ្ញុំភាំងមិញខ្ញុំត្រៀមរាល់ថ្ងៃជាអំណោយដ៏ថ្លៃថ្លាសូមលោកទទួលបងធំអីចឹងខ្ញុំទទួលចុះរួចហើយមានការអ្វីទៀតខ្ញុំហង្ហូពីពេលនេះទៅនឹងបំរើលោកឲ្យតែលោកនិយាយមួយម៉ាត់ខ្ញុំនឹងប្រកាសជាជួយលោកបំពេញឲ្យបានសូមលោកម្ចាស់ផ្ដល់ឱកាសខ្ញុំលុះបាបផងហោះអីចឹងមិនអីទេ3ថ្ងៃទៀតនាំមនុស្សឯងទៅកន្លែងមួយដល់ពេលខ្ញុំនឹងប្រាប់អាសេដ្ឋានដល់ពេលគឺមើលតាមការសម្ដែងឯងហើយកុំបារម្ភលោកយឺតយាយធានខ្ញុំដឹងលោកមិនធម្មតាទេលោកនិយាយត្រង់មកលោកស្គាល់អង្គរៈអាស៊ូរ៉ូទេស្គាល់លោកដឹងម៉េចខ្ញុំថាហើយមិនឆ្ងល់ទេដែលគេព្រមជួយមើលទៅរូបមន្តថ្នាំលោកឲ្យក៏គាត់ជាអ្នកឲ្យហើយឥទ្ធិពលថ្នាំមិនអន់ទេអីចឹងមិនល្អទេអីលោកបានបោកខ្ញុំគ្រប់ពេលលោកសំបីមនុស្សធំដូចលោករ៉ូហ៊ូវ៉ាគេសុទ្ធតែស្គាល់មិននឹងអន់ទៅរួចនាងហ្វាងនិយាយត្រង់មកតើនាងមានបំណងអ្វីឲ្យប្រកាសនាងនិយាយមកខ្ញុំអាចពិចារណាបានពិតមែនទេខ្ញុំគ្រាន់តែចង់នៅជាមួយលោកមួយផ្លែតលោកពិតជាអាកញ្ចាស់មែនលុយលោកខ្ញុំនឹងសង្វិញតាំងពីដំបូងខ្ញុំប្រាប់លោកច្បាស់ហើយខ្ញុំពិតជាត្រូវការនៅជាមួយលោកដឹងហើយស្អែកជាសន្និសីទសារព័ត៌មានហើយវាសំខាន់ណាស់សម្រាប់ខ្ញុំយប់នេះសម្រាប់បានលឿនទៅបើមានការអ្វីខ្ញុំនឹងនិយាយថ្ងៃស្អែកទៅ
របស់ចង្រៃឲ្យខ្ញុំក៏អត់បានថាមិនយល់ព្រមជាមួយឯងដែរឯងមិនអាចនិយាយឲ្យស្រទន់ជាងនេះបន្តិចទេអីគួរតែទុកមុខមាត់ឲ្យគេខ្លះទៅលោកម្ចាស់រៀបចំតាមបញ្ជាលោកហើយលោកគ្រាន់តែបញ្ជាមួយម៉ាត់ខ្ញុំធានាសូម្បីតែមូសមួយក្បាលក៏ចូលមិនបានដែរប៉ុន្តែលោកម្ចាស់ខ្ញុំមានរឿងមួយមិនយល់ហេតុអ្វីយើងធ្វើបែបនេះលោកគ្រាន់តែនៅទីនេះបានហើយអ្នកណាហ៊ានមកបង្កបញ្ហាលោកគ្រាន់តែនិយាយមួយម៉ាត់ទៅយើងនឹងដោះស្រាយគាត់ភ្លាមកុំចេះតែស្រែកវាយគ្នាមើលទៅបានហើយទោះជាថ្ងៃនេះជាពិធីសម្ពោធខ្ញុំជឿថាគ្រប់គ្នាអំពីផលិតផលរបស់ក្រុមហ៊ុន Lin បានដឹងខ្លះហើយអីចឹងបន្តទៀតដោយខ្ញុំជាតំណាងដើម្បីបង្ហាញពីផលិតផលប្រសិទ្ធភាពពិតប្រាកដតើពិតជាដូចក្នុងវីដេអូមែនទេមើលបន្តទៅនឹងដឹងហើយគេថា Lin ជាសម្រាប់ផលិតផលនេះបានប្រើថវិការបស់ក្រុមហ៊ុន Lin ទាំងមូលខ្ញុំដឹងថាគ្រប់គ្នាទៅលើវីដេអូនៅតែមានការសង្ស័យអីចឹងមិនដឹងថាមានមិត្តភក្តិណាខ្លះស្ម័គ្រចិត្តឡើងមកសាកល្បងទេលោកលីនខ្ញុំមិនដឹងថាតើខ្ញុំមានកិត្តិយសនេះទេនេះគឺជាអសរឋានដែលបានបង្កើតផលិតផលនេះខ្ញុំចង់ដឹងថាវាអស្ចារ្យមែនឬអត់លូហាវនេះជាពិធីសម្ពោធផលិតផលថ្មីរបស់យើងសូមលោកចេញទៅលោកលីលោកនិយាយចឹងអត់កើតទេគ្រួសារលោកក្នុងនាមជាអសនៅទីក្រុងចៀងណានជាមេដឹកនាំវិស័យនេះធម្មតាត្រូវតែមកឬមួយលោកមានកំហុសនិយាយផ្ដេសផ្ដាសទេគឺវាអីចឹងមែនឡើងមកមើលចុះជំរាបសួរខ្ញុំជាបុគ្គលិកក្រុមហ៊ុន Lin មើលដៃខ្ញុំព្រោះតែពិសោធន៍ឆ្នាំនេះធ្វើឲ្យរបួសខ្ញុំរលួយបើមិននិយាយវានឹងទុកផលវិបាកមួយជីវិតដៃខ្ញុំខូចហើយនេះជាថ្នាំល្អមែនច្បាស់ជាថ្នាំពុលខ្ញុំថាហើយថ្នាំដែលមិនទាន់ចេញលក់ផងមិនអាចល្អដូចពួកគេថាល្អអីចឹងផ្ដេសផ្ដាសលោកមិនមែនជាអ្នកពិសោធន៍ខាងក្នុងទេក៏មិនមែនជាបុគ្គលិកក្រុមហ៊ុនយើងដែលថ្ងៃនេះខ្ញុំមកដល់ហើយខ្ញុំត្រៀមសម្រាប់ត្រកូល Lin សង្សឹកត្រៀមហើយទោះជាយ៉ាងនេះខ្ញុំចង់ឲ្យគ្រប់គ្នាឃើញមុខមាត់ពិតលោកវិភាគខ្ញុំគ្មានប្រយោជន៍ផ្ដេសផ្ដាសត្រកូល Lin មិនមែនធម្មតាទេត្រកូលលូយើងជាឧស្សាហកម្មអសរជាងណានជាតំណាងវិស័យយើងមិនអាចឲ្យក្រុមបែបនេះជិះជាន់បានទេកណ្ដូលមួយធ្វើឲ្យខូចសុខមួយឆ្នាំងលូហៅឯងចង់ធ្វើអីមកវាបំបាក់វាទៅលូហៅបើឯងនៅរាយការណ៍មើលពួកឯងប្រើថ្នាំបំពុលមនុស្សបែបនេះចាំមើលអ្នកណាត្រូវចាប់អាឈ្មួញអាក្រក់ចេញផុតពីក្រុងចៀងណានយើងទៅមិនអាចឲ្យថ្នាំបំពុលមនុស្សបែបនេះរាលដាលបានទេនេះមិនមែនជាលោកម្ចាស់លូទេអីមើលទៅឯងរៀបផែនការនេះយូរហើយឯងមកទីនេះធ្វើអីហេតុអីខ្ញុំមកទីនេះមិនបានមកបានល្អហើយខាងយើងគឺយុទ្ធធរគ្រប់គ្នារូបមុននេះគឺគាត់ជាអ្នកផ្ដល់ឲ្យតាមខ្ញុំដឹងគាត់មិនមែនជាអសការីហើយក៏មិនមែនជាពេទ្យដែរគាត់គ្រាន់តែរួមក្បាលជាមួយត្រកូល Lin ក្នុងការសរសេររូបមុនមួយដើម្បីកាប់លុយគ្រប់គ្នាកុំចាញ់បោកលូហៅឯងពិតជាចិត្តធំមែនហ៊ានមកបង្ករឿងនៅកន្លែងខ្ញុំរៀបចំបងធូហេតុអីឯងមករឿងអីទៀតឯងវិញហ៊ាននាំមនុស្សច្រើនមកបំប៉ោងកន្លែងខ្ញុំអត់ទេបងខ្លាខ្ញុំនឹងគេមានគំនុំផ្ទាល់ខ្លួនដោះស្រាយរួចខ្ញុំនឹងត្រឡប់មកវិញភ្លាមមកនិយាយលក្ខខណ្ឌខ្ញុំឲ្យឯងពីជំរើសទី1នាំពួកឆ្កែឯងទៅផ្ទះខ្ញុំហើយចេញឲ្យឆាប់ទី2ជាមួយខ្ញុំប្រយុទ្ធគ្នាហាអត់ទេបងខ្លានេះគ្រាន់តែជារឿងឯកជនថ្ងៃនេះដោះស្រាយហើយថ្ងៃក្រោយនឹងមកសួរសុខទុក្ខហេបើខ្ញុំមិនឲ្យអាចឆ្អឹងលឿងខ្ញុំទុកមុខហឺឯងស្មានខ្លួនជាអ្នកណាខ្ញុំរាប់ដល់3ប្រាប់ឲ្យពួកគេចេញទៅបើមិនអញ្ចឹងទេឯងនាំពួកគេចេញទៅទាំងដេកបងខ្លាទោះបងជាមេក្មេងទំនើងតែប៉ាខ្ញុំក៏ជាមេនៅខាងលើដែរបងនិងប៉ាខ្ញុំមានកិច្ចសហការបងគ្មានហេតុផលជួយពួកគេរឿងលុយទេហាអាពីលមិនទាន់ចប់ទេឯងស្មានខ្លួនជាអ្នកណាជាងណានស្ដេចទី1នៅខាងលើហាធំណាស់សំដីមឹងហើយប៉ាមឹងមកហ៊ាននិយាយបែបនេះមិនបានជួបប៉ុន្មានឆ្នាំនេះខ្លាមិនមានស្វាភ្នំមែនមកឆាប់យកចៅវាយឯងទៅវិញបងធំយល់យ៉ាងណារឿងនេះខ្ញុំធ្វើបានយ៉ាងម៉េចដែរបើមិនល្អខ្ញុំនឹងឲ្យគេទៅតាមចាប់ពួកវាទាំងអស់បញ្ជូនទៅជំរំមិនបាច់ទេទុកបែបនេះចុះបងធានពូកែណាស់ឥឡូវខ្លាក្រោមដីក៏ស្ដាប់បង្គាប់អ្នកខ្ញុំសម្រេចហើយអ្នកមិនបាច់ទៅយានអឺទេខ្ញុំរៀបការជាមួយអ្នកហើយអាហេមនុស្សច្រើនណាស់កុំនិយាយអីអូអញ្ចឹងខ្ញុំទៅផ្ទះងូតទឹកក្រអូបរងចាំអ្នកចាំត្រឡប់មកឆាប់ណាបងធំខ្ញុំអត់ឃើញអីទេខ្ញុំអត់ដឹងអីទាំងអស់ឥឡូវខ្ញុំទៅស៊ើបអង្កេតហេយីធានថ្ងៃនេះអរគុណគ្មានអីទេជួយអ្នកគឺជួយខ្លួនឯងអ្នកអាចសងលុយខ្ញុំឆាប់អ្នកដែលសួរពីរូបមុនខ្ញុំនោះជាបញ្ហាមែនទេមែនខ្ញុំអ្នកនិយាយខ្ញុំប្រើថ្នាំពួកឯងទៅជាបែបនេះមិនឲ្យនិយាយពីបញ្ហាថ្នាំពួកឯងនេះរំលោភពេកហើយហ៎យើងប្រកាសជាមិនប៉ះដៃទេខ្ញុំមានការបន្តិចនៅផ្ទះសូមទៅមុនទុកវាចោលទៅកុំភ័យអីឲ្យតែយើងដឹងច្បាស់ថាពាក្យបងឯងជាការពិតយើងនឹងផ្ដល់សំណងសំរុំបើមិនដូច្នោះទេក្មេងនេះជាអ្នកណា
ហ៊ានបញ្ជាតាមចិត្តអ្នកណាក៏មិនហ៊ានប៉ះដំរីជើងល្អដំរីជើងល្អក៏មានស្នេហាដែរពិតមែនម្យ៉ាងវិញទៀតមើលទៅគេនិងលោកនាយលីនក៏ដូចកញ្ញាចាន់មិនធម្មតាទេប៉ុន្តែឥឡូវមើលទៅរឿងនេះមិនសាមញ្ញទេខ្ញុំបានដឹងយូរហើយអ្នកទាំងអស់គ្នាក៏ឃើញដែរនេះគ្រាន់តែជាក្រដាសជូតសើមធម្មតាឲ្យតែបងឯងយកក្រដាសជូតសើមទៅជូតលើមុខរបួសនោះអាចបង្ហាញថាពាក្យបងឯងជាការពិតមិនខ្ញុំត្រូវជូតមុខរបួសខ្ញុំបែបនេះហើយបងឯងនៅតែឲ្យខ្ញុំឆាប់ជូតឲ្យខ្ញុំជូតក៏ជូតទៅអីយ៉ាការពិតគឺគ្រឿងសម្អាងคล้ายៗខ្ញុំថាមានរឿងលាក់លៀមមែនទេមិនជឿទៀតនិយាយមកឥឡូវអ្នកចង់ដោះស្រាយយ៉ាងម៉េចលីនសុងខ្ញុំខុសហើយលោកលើកលែងទោសឲ្យខ្ញុំផងលោកគ្រូគាត់បានចាប់ជំរិតឪពុកម្ដាយខ្ញុំបង្ខំខ្ញុំឲ្យជួយខ្លែងបន្លំឥឡូវការពិតលេចចេញហើយមែនទេយកគួរឲ្យស្អប់មែនទើបតែបោកប្រាស់យើងទាំងអស់គ្នាគ្មានអៀនខ្មាស់សោះហ៊ានអាងកិត្តិយសគ្រួសារមកធ្វើបែបនេះរំលោភបំពានលោកស្រីលីនដែលជាស្ត្រីទន់ខ្សោយម្នាក់អរគុណលោកស្រីលីនអរគុណលោកស្រីលីនល្អហើយឥឡូវអ្នកអាចស្ងប់ចិត្តធ្វើសន្និសីទសារព័ត៌មានបានហើយកន្លែងនេះខ្ញុំនឹងឲ្យហ៊ូមើលការខុសត្រូវលើកនេះសន្និសីទសារព័ត៌មានពិតជាជោគជ័យខ្លាំងណាស់បន្ទាប់ពីបានឃើញប្រសិទ្ធភាពថ្នាំរួចមកលក់ដាច់អស់ភ្លាមការកំងត្រូវតម្រង់ជួរដល់ឆ្នាំក្រោយល្អណាស់ឯងមានសមត្ថភាពអស្ចារ្យយ៉ាងនេះហេតុអ្វីក៏នៅតែរស់នៅផ្ទះជួលហើយនៅជួយខ្ញុំច្រើនយ៉ាងនេះតើអ្នកគ្មានរឿងផ្សេងទៀតធ្វើទេពីមុនខ្ញុំបានសន្យាគ្រប់យ៉ាងដើម្បីឲ្យនៅក្នុងកាតនេះមានរាប់សែនទីបំផុតឯងដូរលុយឲ្យខ្ញុំហើយរវាងយើងការសន្យាឯងនៅចាំទេអីសន្យាអីពេលនោះថាឲ្យតែឯងអាចជួយគ្រួសារលីនខ្ញុំពីការលំបាកខ្ញុំនឹងមានសំណងវិញមានលុយអីប៉ុន្មានអ្នកណាថាជាលុយលេងពិតមែនកុំលោះឯងមុខមាត់ល្អពូកែណាស់ចោះឯងតាមបងទៅបងពិតមែនបងប្រយ័ត្នផ្លត់ស្នៀតបងស្រីវ៉ាន់ឯងខ្លាចខ្ញុំឬថាឯងមិនខ្ពើមទេខ្ញុំក៏ជួយឯងច្រើនហើយគួរតែបានតបស្នងខ្លះធៀងខំឡើងខ្ញុំនឹងថតទុកទាំងអស់ឯងនៅតែពូកែលួងលោមបានភ្លាមគេហើយកុំនិយាយរឿងបួលអីឯងសួរគេធ្វើអីអស់វិធីហើយបងប្រុសធីងអូនចង់ឲ្យបងជួយការងារមួយឆាប់ប្រាប់មករឿងអីតាមពិតគ្មានអីទេគ្រាន់តែសង្ឃឹមថាឯងបន្តនៅមិនមែនជាមេដោះឲ្យអ្នកទាំងពីរទេខ្ញុំបំរើពួកឯងមិនបានទេធីងកុំខឹងអីណានៅចិត្តទឹកតែងឃើញព្រះច័ន្ទមុនដល់ពេលការងាររួចរាល់ប្រហែលខ្ញុំនឹងអែនអឺជារបស់ឯងហើយតែឯងយកមនុស្សដែលខ្ញុំត្រៀមទុកទៅហើយឯងត្រូវទទួលខុសត្រូវលើខ្ញុំបើមិនអីចឹងទេខ្ញុំមិនប្រឡែងឯងទេបានហើយអ្នករាល់គ្នានិយាយត្រង់មកមានការអីយើងទៅតែទទួលដំណឹងថាអាស៊ូរ៉ាហ៊ូហ្វាងនិងបណ្ដាប្រទេសនៅក្រៅប្រទេសមានកិច្ចសហការដ៏ធំមួយហើយបានប្រគល់កន្លែងឲ្យបើអាចចូលរួមបានទៅសហការជាមួយអាស៊ូរ៉ាហ៊ូហ្វាងគ្រួសារនឹងមិនត្រឹមតែទ្រព្យសម្បត្តិឋានៈក៏នឹងទទួលបានការកើនឡើងមិនធ្លាប់មានអ្នកចង់បានកន្លែងមែនទេតែវាតាក់ទងអីនឹងខ្ញុំឥឡូវគ្រួសារធំនិងក្រុមហ៊ុនទាំងអស់កំពុងប្រជែងយកកន្លែងមួយចំនួននោះប៉ុន្តែសម្រាប់គ្រួសារយើងគឺគ្មានសង្ឃឹមទេតែបើជាអ្នកនោះមិនប្រកាសទេអ្នករាល់គ្នាពិតជាគិតខ្ពស់ពេកហើយមនុស្សធំនៃផែនការខ្ញុំគ្មានសមត្ថភាពទៅជ្រៀតជ្រែកទេគ្រាន់តែអ្នកលើកនេះយល់ព្រមហើយចង់ធ្វើអីក៏បានពាក្យចេញហើយដកវិញមិនបានទេល្អខ្ញុំព្រមមានអ្នកស្លាប់ឈប់ទៅឯងបានចំណេញហើយនៅធ្វើរកទៀតកណេតាក៏ដឹងថាក្មេងនេះមិនធម្មតាទេបើខ្ញុំគ្មានលក្ខខណ្ឌក៏ខ្ញុំព្រមដែរឯង